1 triệu đồng nhiều tiền Campuchia 1 triệu tiền Việt Nam mà 154.000. Chúng đi xua có đôi chân xua sân đây bông bồn ngọt nè đôi tại ban vậy của trái tha nhầm thơ video nó lơ tắc đây 11 hai lơ tắc đây 11 nó thơ đẹp toan cho môi nâng càng ý tất cả nghe cho môi nâng cả sự cam bọc bông bồn chi bò rọt nè sọc 11 hai nó môi tiết cả phì vót hot nơi khung sọc 11 chưa khơi thaสมัยปัจจุบันนี้cả phì vót phơi khănสลาเรียนตีวัดอารามใส่เส้นในเลือดตักได้ตกไปหมดคือจราเหมือนเต้นให้มวยเป็นเทียบกับอาภิวัตตามเพลย์พรมแดนผัวเลยยำกับปงเนื้อเลือเพลย์กับบัดพรมแดนจังครับบางคนก็มีกับอาภิวัตเติมมุกจีนnàyคือสมัยปัจจุบันนี้คือเพลย์กับบัดพรมแดนในยืนมีนี้คือเพลย์จักรูกระหอมกับบัดพรมแดนในยำกับปงใหญ่นี้คือกับบัดพรมแดนกัมพูชีเวียดนามcủa tha ở nơi sọc 11 cho prom đan cho mùi nông Việt Nam năng nhầm vậy ta sọc 11 bởi vậy vì tây chứ cứ miền prom đan cho mùi nông Việt Nam về đôi chỉ sọc 11 và vài mà rồi mùi kilo nhưng vậy sọc 11 đấy nè cho vào không mấy khác chậm nhom người đi pro to tiếp ta lại dân từ 10 tam phơi tầng ngọc nè bát bột mai bông bồn ở khía video để khiêm thua làng này tới cứ chọnឲ្យបងប្អូនបានឃើញពីការអភិវឌ្ឍផ្លូវក្រវ៉ាត់ព្រំដែនរបស់កម្ពុជាដែលជាប់ជាមួយនឹងប្រទេសវៀតណាមនៅលើទឹកដីស្រុកមេមត់ចំពោះស្រុកមេមត់ខេត្តត្បូងឃ្មុំមានព្រំដែនជាប់ជាមួយនឹងវៀតណាម101គីឡូម៉ែត្រផ្លូវក្រវ៉ាត់ព្រំដែននេះផងដែរបានសាងរួចជាស្ថាពរឲ្យបងប្អូនផ្លូវក្រវ៉ាត់ព្រំដែនក្រាស់គ្រូក្រហមអមសងខាងដោយវាលស្រែចំការរបស់ពុកម៉ែបងប្អូនអ្នកស្រុកមេមត់យ៉ាងខៀវស្រងាត់តែម្ដងបងប្អូនហើយទឹកដីស្រុកមេមត់មិនមែនមានត្រឹមតែផ្លូវក្រវ៉ាត់ព្រំដែននោះទេគឺមានបង្គោលព្រំដែនបញ្ជាក់ពីខណ្ឌសីមារវាងកម្ពុជានិងវៀតណាមយ៉ាងច្បាស់លាស់ហើយការបោះបង្គោលព្រំដែននេះគឺរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជាសហការជាមួយនឹងវៀតណាមចំពោះស្រុកមេមត់មាន7ឃុំដែលជាប់នៅនឹងវៀតណាមហើយមានប្រជាពលរដ្ឋរស់នៅរាប់ម៉ឺននាក់ប្រកបរបរកសិកម្មដាំដំណាំកៅស៊ូម្រេចចន្ទីនិងដំណាំផ្សេងជាច្រើនទៀតហើយចំពោះបង្គោលព្រំដែននេះផងដែរខ្ញុំបានធ្វើការស្រាវជ្រាវដកស្រង់ចេញពីភេទរបស់សម្ដេចបវរធិបតីមានចំនួន3ប្រភេទសំខាន់ដូចមាននៅក្នុងរូបនេះអញ្ចឹងណាបងប្អូនបើសិនជាបងប្អូនមានការចង់ដឹងឮអីបែបណាពាក់ព័ន្ធនឹងផ្លូវក្រវ៉ាត់ព្រំដែនបង្គោលព្រំដែនបងប្អូនអាចស្រាវជ្រាវលើប្រព័ន្ធអ៊ីនធឺណិតដោយខ្លួនឯងបន្ថែមទៀតការធ្វើវីដេអូរបស់ខ្ញុំនេះគឺចង់បង្ហាញឲ្យបងប្អូនបានឃើញខ្លះហើយនឹងភ្ញាក់រលឹកធ្វើការស្រាវជ្រាវយល់ដឹងអំពីប្រវត្តិសាស្ត្រខ្លួនឯងនិងបច្ចុប្បន្នឲ្យបានច្បាស់លាស់ជៀសវាងការជឿទៅលើបុគ្គលណាមួយឲ្យលងទៅនឹងការខូចខាតប្រយោជន៍ជាតិរបស់យើងឥឡូវនេះខ្ញុំនឹងរៀបរាប់ឈ្មោះឃុំចំនួន7នៃស្រុកមេមត់ដែលជាប់ជាមួយនឹងព្រំដែនវៀតណាមមានឈ្មោះអីខ្លះសូមស្ដាប់ដូចតទៅឃុំដាឃុំត្រៀកឃុំរូងឃុំច័ន្ទមូលឃុំជាំក្រវៀននិងឃុំទន្លូងប្រវត្តិព្រំដែននេះបានបញ្ជាក់ឲ្យឃើញថាកម្ពុជាយើងបានមានខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជានិងវៀតណាមយ៉ាងពិតប្រាកដហើយបានបោះបង្គោលដោយច្បាស់លាស់រវាងគ្នានឹងគ្នាហើយផ្លូវក្រវ៉ាត់ព្រំដែននេះបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រជាកសិករស្រុកមេមត់ដឹកដំណាំកសិផលដើម្បីយកទៅលក់ឲ្យឈ្មួញខាងវៀតណាមឬក៏ឈ្មួញខ្មែរហើយខ្ញុំក៏សូមបញ្ជាក់ជូនបន្ថែមហើយក៏សូម
ការអធិស្ឋានពីបងប្អូនផងបើសិនណាជាខ្ញុំធ្វើការបកស្រាយទៅមានការខុសលើសលួសត្រង់ណាមិនសមរម្យសូមមេត្តាខន្តីអភ័យទោសនិងជួយកែលម្អបន្ថែមផងហើយមួយវិញទៀតបើបងប្អូនចង់យល់ឲ្យច្បាស់អំពីផ្លូវក្រវ៉ាត់ព្រំដែនបង្គោលព្រំដែនសូមបងប្អូនណាធ្វើការស្រាវជ្រាវតាមឯកសារនានានិងប្រព័ន្ធអ៊ីនធឺណិតដែលមានបច្ចុប្បន្នណាបងប្អូនព្រោះតាការនិយាយរបស់ខ្ញុំណាខ្ញុំនិយាយតាមការស្រាវជ្រាវតាមការមើលឃើញជាក់ស្ដែងបច្ចុប្បន្នបងប្អូនអញ្ចឹងហើយបងប្អូនជៀសវាងការជឿបុគ្គលណាមួយធ្វើឲ្យខាតបង់ប្រយោជន៍ជាតិបងប្អូនត្រូវធ្វើការសិក្សាស្វែងយល់ដោយខ្លួនឯងបន្ថែមទៀតយើងគួរតែសិក្សាស្វែងយល់អំពីអ្វីដែលធ្វើឲ្យជាប្រយោជន៍ជាតិមាតុភូមិកម្ពុជាយើងកុំយកពេលទៅតាមដានទៅរឿងអត់ប្រយោជន៍រឿងអីណាអ្នកលក់អីនេះលក់នោះលែងលះប្តីប្រពន្ធឡាយនិយាយនេះនិយាយនោះអត់ប្រយោជន៍អីបងប្អូនអើយតែបើបងប្អូនចង់តាមដានរឿងអត់ប្រយោជន៍ក៏តាមដានទៅខ្ញុំមិនថាអីទេព្រោះជារឿងរបស់បងប្អូនហើយខ្ញុំបាទក៏សូមជំរាបបញ្ជាក់បន្ថែមជូនពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានជ្រាបថាខ្ញុំមិនមែនជាមន្ត្រីជំនាញកិច្ចការងារព្រំដែនទេណាបងប្អូនខ្ញុំធ្វើវីដេអូនេះឡើងមកគឺចង់ឲ្យបងប្អូនមើលឃើញពីទស្សនវិជ្ជាជាក់ស្ដែងនៅស្រុកនិមុតហើយនឹងវីដេអូនេះគឺថតនៅលើព្រំដែនកម្ពុជាវៀតណាមទឹកដីស្រុកមេហើយវីដេអូនេះផងដែរខ្ញុំស្រង់ទស្សនវិជ្ជាមិនមែនតែខាងខ្មែរយើងទេសូម្បីតែខាងវៀតណាមក៏ខ្ញុំស្រង់ដែរនេះខ្ញុំកំពុងតែជិះនៅលើផ្លូវក្រវ៉ាត់ព្រំដែនខាងវៀតណាមបងប្អូនហើយខ្ញុំជិះតាមផ្លូវក្រវ៉ាត់ព្រំដែនខាងវៀតណាមអញ្ចឹងក៏ហូរមកផ្សារគេនឹងមកទៅផ្សារហ្នឹងគេហៅផ្សារតឹងហាខ្ញុំមកតែអ៊ីនធឺណិតឲ្យតែបន្តិចហ្នឹងឆ្លងមកវៀតណាមហ្នឹងដើម្បីផឹកកាហ្វេញ៉ាំនំបញ្ចុកញ៉ាំកាទៀវញ៉ាំអីចឹងណាបងប្អូនហើយហ្នឹងកន្លែងនេះគឺមកដូរលុយមុនទៅរកឲ្យញ៉ាំមកជិវដងញើtiềnកម្ពុជាមកជិវដងញើtiềnកម្ពុជាវៀតណាមចាំnăm món nghe quay phim mà quay phim làm gì á làm TikTok à làm TikTok tên gì á TikTok tên mấy xa cầmតបពីដូរលុយហើយឥឡូវមកញ៉ាំនំបញ្ចុកវៀតណាមហើយក៏បានជួបបងប្អូនខ្មែរយើងដែលគាត់ចូលមកញ៉ាំអីដែរអញ្ចឹងណាបងប្អូនញ៉ាំមិនដើរសន្ទនាគ្នាបណ្ដានិយាយចុះនិយាយឡើងក៏បានត្រូវគ្នាក៏បបួលគ្នាថាតោះតែញ៉ាំអីនៅកន្លែងនោះបន្តិចទៀតបងមានអីមិនញ៉ាំអីបន្តិចទេបងអើយបងគឺដាក់បន្តិចមកកន្លែងទៀតហ្នឹងហើយក៏ឆ្លៀតដាក់បន្តិចគ្រឿងស្រវឹងអីចឹងណាបងប្អូនហើយកន្លែងលក់នេះដែរគឺកន្លែងបងប្អូនខ្មែរដែលគាត់រស់នៅខាងប្រទេសវៀតណាមបច្ចុប្បន្នបងប្អូនtrời hai đây đi qua chị
បាទវីដេអូនេះផងដែរក៏ចាប់ត្រឹមជួបជុំគ្នាជាមួយបងប្អូនខ្មែរហូបអាហារហូបគ្រឿងស្រវឹងតាក់បន្តិចចឹងទៅណាបងប្អូនហើយបើមានការខុសខាតលើលួត្រង់ណាមិនសមរម្យសូមមេត្តាខន្តីអភ័យទោស